Siêu hư ở lâu đo mong bài hai dọc sạch mùi chan ní tờ ở dây tu tờ côn lọ tế. Côn đăng hai mai. Mai nâng dây tút mình sâu trơ khnia tê hai đờ vây ban chì mai ủ sạp nhà trây nhà sạch ở quạt mà lẻ. Dây tút rồi bỏ côn có chia sạch nhiệt rồi bỏ bùi dương đài phần màn năm một ní, cứ ban quạt hai đã chui mơ thai cru sa dương pì môn một cứ mai mình toàn đằng đầy được nét từ ngày một côn trơ tại chết rồi nhô chấm pu dây tút ở ban tràn dỗ tê. Côn vô hai mai. Rồi nhập nhằm tờ. Sách ấy có tích mà lẻ. Ô.ខ្ញុំឆ្ងល់ថាហេតុអ្វីបានជីវិតចម្លេះចុះសាច់នេះបានមកពីណាចង់ទៅណាគឺម៉ែខ្ញុំអ្នកទិញឲ្យយកទៅឲ្យយាយទួតពូទីពីរខ្ញុំទៅហើយសៀវហ្វុងប៉ុន្មានថ្ងៃនេះម៉ែមិនឲ្យអ្វីសោះតើគាត់នៅចង់បានបងជាកូនទៀតទេម៉ែពិតជាអញ្ចឹងមែនឲ្យតែបែកផ្ទះហើយគឺមិនខ្វល់ខ្វាយតែម្ដងតើមានម៉ែណាដែលចិត្តដាច់យ៉ាងនេះបើសិនជាហ្វុងមិនបានទៅខ្ចីស្បៀងពីផ្ទះមកទេម្លេះសំពេលនេះផ្ទះយើងដាច់បាយបាត់ហើយហ្វុងចាប់ពីថ្ងៃនេះទៅឪពុកម្ដាយឯងគឺជាឪពុកម្ដាយរបស់បងបើគាត់មិនទទួលស្គាល់បងជាកូនបងក៏មិនចង់បានគាត់ជាម៉ែដែរយាយទួតម៉ែឲ្យខ្ញុំយកសាច់មកឲ្យយាយទៀតហើយចុះសាច់នេះបានមកពីណាគឺពុកនិងពូទី3ខំធ្វើការធ្ងន់ទើបមានលុយទិញម៉ែថានៅផ្ទះមានតែខ្ញុំនិងម៉ែត្រូវញ៉ាំសាច់ដើម្បីបំពេញសុខភាពយាយទួតខ្ញុំត្រឡប់ទៅវិញហើយមីស្រីចង្រៃនេះខ្លួនឯងចង់ស៊ីសាច់សោះបែរជាយកក្មេងមកធ្វើជាលេមើលចុះសាច់ច្រើនយ៉ាងនេះតើចៃរបស់ខ្ញុំត្រូវធ្វើការធ្ងន់ប៉ុណ្ណាទើបដូរបានសាច់ទាំងនេះមកសាច់បន្តិចបន្តួចនេះកាលពីមុនបងថ្លៃស៊ីម្នាក់ឯងអស់បាត់ហើយមិនដែលឃើញទុកដាក់យកមកសក្ការៈដល់ឪពុកម្ដាយក្មេកអញ្ចឹងទេម៉ែគិតថាបងថ្លៃមានបំណងអាក្រក់អីទេការលើកមុនគាត់ផ្ញើត្រីមកខ្ញុំមានអារម្មណ៍ថាមិនស្រួលបាត់ទៅហើយប្រពន្ធទី2ឯងគិតមើលថាគាត់ល្ងងប៉ុណ្ណាឥឡូវគ្រប់ផ្ទះសុទ្ធតែខ្វះស្បៀងតែបងថ្លៃបែរជាចិត្តទូលីម្លេះគាត់ល្អដាក់ម៉ែនឹងពុកយ៉ាងនេះប្រហែលជាចង់រើមកនៅវិញហើយដឹងម៉ែដាច់ខាតគុំទុនចិត្តឲ្យសោះណាអូតាមពិតនាងមានបំណងបែបនេះសោះចង់ត្រឡប់មកវិញកុំសង្ឃឹមគ្រាន់តែមើលចរិតអាធំក៏ខ្ញុំមិនងាយឲ្យនាងចូលផ្ទះដែរម៉ែដឹងថាត្រូវធ្វើបែបណាហើយមកញ៉ាំសាច់ទៅណែពុកនឹងតាឯងធ្វើការពេញមួយថ្ងៃហើយទុកឲ្យពួកគាត់ឲ្យច្រើនបន្តិចទៅហើយពីថ្ងៃនេះញ៉ាំច្រើនពេកហើយយូរទៅអាចនឹងមិនរលាយអាហារទេអញ្ចឹងចុះថ្ងៃស្អែកពួកឯងទៅមាត់ទន្លេបេះបន្លែព្រៃជាមួយម៉ែដើម្បីលាងសម្អាតក្រពះបាត់ម៉ែចុះពេលណាពួកយើងទៅបើកតូបនៅទីរួមស្រុកវិញខ្ញុំចង់រកលុយណាស់កុំលោភលួនពេកចាំម៉ែសម្រាប់ចិត្តសិនចាំគិតទៀតយប់នេះគ្មានការងារអីទេពួកឯងសម្រាប់ឲ្យបានឆាប់ទៅបាទបងប្រុសលីក្តាមច្រើនម្លេះផលដែលប្រមូលបានមិនតិចទេតើប្អូនស្រីសៅកុំបង្អាប់ខ្ញុំអីថ្មីនេះអ្នកភូមិប្រើទ្រង់ដាក់ក្តាមរបស់ប្អូនចាប់ត្រីក្នុងទន្លេអស់រលីងហើយឥឡូវនេះចាប់បានតែពូក្តាមអស់នេះឯងបងប្រុសលីក្តាមល្អបែបនេះហេតុអីក៏បងជន់វាឲ្យងាប់អស់អីចឹងក្តាមអស់នេះក្រៅពីបំផ្លាញដំណាំនិងកូនត្រីគឺគ្មានប្រយោជន៍អីសោះបើមិនជន់ឲ្យងាប់ទុកធ្វើអីមែនហើយម៉ែក្តាមនេះគួរឲ្យស្អប់បំផុតហើយវាឆាប់កើតកូនទៀតសម្រាប់យ៉ាងណាក៏មិនអស់ដែរព្រះឲ្យក្តាមធម្មជាតិគ្មានជាតិពុលបែបនេះបែរជាត្រូវគេជន់ឲ្យងាប់ទាំងរស់ទៅវិញពីថ្ងៃមុននៅភូមិលីវក្បែរខាងកូនកំព្រានិងស្ត្រីមេម៉ាយត្រូវដាច់ពោះស្លាប់ទាំងរស់ទោះបីជាភូមិយ៉ាងស៊ូយើងមិនទាន់មានអ្នកដាច់ពោះស្លាប់ក៏ដោយប៉ុន្តែមើលទៅក៏ជិតដល់ពេលដែរហើយរបស់ក្នុងទន្លេកាន់តែតិចទៅក្នុងស្រែក៏គ្មានដំណាំតម្លៃអង្ករនៅទីរួមស្រុកក៏ឡើងថ្លៃកប់ពុះពិតជាមិនដឹងថាថ្ងៃមុខរស់នៅយ៉ាងម៉េចទេពិតជាពិបាករស់មែន
ពិតមែនហើយប្អូនស្រីសៅបើក្តាមនេះប្អូនត្រូវការក៏យកទៅចុះផ្ទះខ្ញុំនៅមានការងារទៀតខ្ញុំទៅសិនហើយប្អូនទី3កាន់ឲ្យជាប់អ្នកភូមិយ៉ាងស៊ូភាគច្រើនសុទ្ធតែមានចិត្តល្អប៉ុន្មានឆ្នាំនេះគ្រួសារយើងរស់បានក៏ដោយសារអ្នកភូមិជួយគ្នាទៅវិញទៅមកដែរប្រសិនបើមានវិធីដោះស្រាយបញ្ហាស្បៀងអាហារបានក៏ល្អដែរតោះទៅវិញព្រះអាយអីក៏ឈ្ងុយម្លេះប្រហែលជាម៉ែកំពុងធ្វើម្ហូបហើយប្រញាប់ឡើងតោះទៅម៉ែតាម៉ែស្លីនឹងម៉ែនេះមិនមែនជាក្តាមដែលពូលីឲ្យមកទេដឹងតើនេះមិនមែនជាក្តាមដែលពូលីនៅផ្ទះជិតខាងឲ្យមកទេអីបងប៊ីងនិយាយត្រូវហើយរបស់នេះសម្បករឹងម្លេះតើអាចញ៉ាំបានដែរឬខ្លាចអ្នកទាំងអស់គ្នាពិបាកញ៉ាំទើបខ្ញុំបកសម្បកវាចេញមកក្មួយប្រុសសាក់ភ្លក់មើលទៅក្មេងពិតជាងាយលួងលោមមែនម៉ែពុកក្តាមនេះឆ្ងាញ់ណាស់សាច់វាខុសប្លែកពីសាច់ដែលខ្ញុំធ្លាប់ញ៉ាំពីមុនមកម៉ែខ្ញុំចង់ញ៉ាំទៀតក្តាមមានជាតិត្រជាក់ក្មេងនិងស្ត្រីមានផ្ទៃពោះមិនគួរញ៉ាំច្រើនទេបើមិនដូច្នោះទេនឹងឈឺពោះកូននិងម៉ែញ៉ាំបានតែម្នាក់មួយប៉ុណ្ណោះណាដាឡៅសានយករបស់ទាំងនេះទៅចែកគ្នាទៅក្មួយប្រុសតាក្តាមនេះពិតជាឆ្ងាញ់ដល់ថ្នាក់នឹងមែនទេពិតមែនហើយខ្ញុំមិនដែលញ៉ាំសាច់ណាដែលឆ្ងាញ់បែបនេះទេឃើញក្មេងញ៉ាំឆ្ងាញ់បែបនេះប្រហែលជាឆ្ងាញ់មែនហើយបងធំពួកយើងសាក់ភ្លក់ដែរទៅសាក់មើលទៅក្តាមនេះទាំងឈ្ងុយទាំងទន់ឆ្ងាញ់រហូតដល់ចង់ខំអណ្ដាតខ្លួនឯងហើយម៉ែមិននឹកស្មានថាវាឆ្ងាញ់ដល់ថ្នាក់នេះសោះគួរឲ្យស្ដាយខ្ញុំមានផ្ទៃពោះញ៉ាំច្រើនមិនបានបើមិនអីចឹងទេខ្ញុំចង់ញ៉ាំថែមទៀតឈ្ងុយណាស់តើអ្នកទាំងអស់គ្នាកំពុងញ៉ាំអីហ្នឹងម៉ែពេលខ្ញុំត្រឡប់មកវិញយូអ្នកភូមិនិយាយថាពូលីដើម្បីឲ្យគ្រួសារបានឆ្អែតគាត់សុខចិត្តទៅធ្វើជាកសិករស៊ីឈ្នួលនៅផ្ទះលោកម្ចាស់វាងកាលពីមុនអ្នកភូមិយើងក៏មានអ្នកលក់ខ្លួនធ្វើជាកសិករស៊ីឈ្នួលឲ្យលោកម្ចាស់វាងដែរតែមិនដល់កន្លះឆ្នាំផងក៏ត្រូវធ្វើការរហូតដល់ស្លាប់បើពូលីទៅប្រហែលជាណាដាឡៅសានយកក្តាមទៅពួកយើងទៅមើលបន្តិចអ្នកផ្ទះបងមិនអាចទៅបានទេលោកម្ចាស់វាងចិត្តខ្មៅណាស់បងទៅហើយនឹងមិនបានត្រឡប់មកវិញទេពុកលោកខ្ញុំជំនួសវិញទៅខ្ញុំមានកម្លាំងមាំមួនអាចដូរបានប្រាក់ច្រើនជាងកុំមកនិយាយរឿងឈួតអ្នកផ្ទះបងពិតជាត្រូវតែទៅមែនទេផ្ទះយើងគ្មានអង្ករសំបីតែមួយគ្រាប់បើខ្ញុំមិនទៅទេពេលរដូវរងាមកដល់ពួកយើងនឹងត្រូវដាច់ពោះស្លាប់ទាំងអស់គ្នាខ្ញុំលក់ខ្លួនដើម្បីឲ្យអ្នករាល់គ្នាអាចរស់រានមានជីវិតក្នុងរដូវរងានេះឲ្យតែឆ្លងផុតរដូវរងាពួកយើងនឹងអាចរស់បានទោះលោកម្ចាស់វាងចិត្តខ្មៅយ៉ាងណាក៏គាត់ឲ្យបាយខ្ញុំញ៉ាំរាល់ថ្ងៃដែរសម័យនេះការរស់រានមានជីវិតជារឿងធំកុំយំអីបងស្រីថ្លៃមីងលីយំសោកគួរឲ្យអាណិតណាស់កុំមកសើចចំអកឲ្យគ្រួសារខ្ញុំប្រញាប់ចេញទៅបងស្រីសៀវពួកយើងជាអ្នកចិត្តខាងគ្នារាប់សិបឆ្នាំហើយតើបងចាំបាច់ត្រូវមកជន់ពន្លិចគ្នានៅពេលនេះមែនទេខ្ញុំមិនបានធ្វើបែបនឹងទេប្តីខ្ញុំស្លាប់តាំងពីក្មេងបងប្រុសលីក៏ដឹងដែរខ្ញុំចិញ្ចឹមកូនតែម្នាក់ឯងវាមិនងាយស្រួលទេបើបងទៅធ្វើជាកសិករស៊ីឈ្នួលហើយមានរឿងអីកើតឡើងមីងលីនឹងក្លាយជាដូចខ្ញុំហើយតើបងដាច់ចិត្តឬអ្នកផ្ទះបងមិនអាចទៅចោលពួកយើងទេបើបងមានរឿងអីខ្ញុំនឹងលេបថ្នាំកណ្ដុរស្លាប់តាមបងដែរអូយមិនធ្ងន់ធ្ងរដល់ថ្នាក់នឹងទេមេឃមិនដែលខ្វះផ្លូវដើរឡើយណែមិនមែនមានរបស់ញ៉ាំហើយទេអីក្តាម
បងស្រីសៀវកុំមកលេងសើចជាមួយខ្ញុំអីក្តាមនេះសម្បករឹងម្លេះតាញ៉ាំយ៉ាងម៉េចទៅពូលីមីងលីក្តាមនេះពិតជាញ៉ាំបានហើយឆ្ងាញ់ខ្លាំងទៀតផងទោះបីសាច់វាមិនសូវច្រើនតែបើញ៉ាំច្រើនបន្តិចក៏អាចឆ្អែតបានដែរនេះម៉ែខ្ញុំជាអ្នកធ្វើសាកភ្លក់មើលទៅ